ខ្ញុំបាទរៈសនីត្រីកុដជាតិមេបញ្ជាការកងកិត្តិយសនៃកងយុទ្ធពលខេមរៈភូមិន្ទសូមរាយការណ៍ជូនឯកឧត្តមស៊ីជីនពីងប្រធានាធិបតីនៃសាធារណរដ្ឋប្រជាមានិតចិនកងកិត្តិយសសូមស្វាគមន៍យ៉ាងកក់ក្ដៅចំពោះឯកឧត្តមដែលបានអញ្ជើញមកបំពេញទស្សនកិច្ចជាផ្លូវរដ្ឋនៅព្រះរាជាណាចក្រកម្ពុជានៅពេលនេះបានប្រកបមកដោយសុវត្ថិភាពសូមរួមអញ្ជើញឯកឧត្តមត្រួតពិល